ចាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូនៅក្នុងទីក្រុងកូស្លាហើយនិយាយទៅដល់រដូវស្លឹកឈើលាស់ឲ្យបងប្អូនប៉ុន្តែមួយរយៈហ្នឹងគឺថាមានពលឺថ្ងៃច្រើនពលឺថ្ងៃមាននិយាយរួមទៅចាប់ពីតាំងពីចូលខែ3មកគឺថាមានពលឺថ្ងៃមានការបើកថ្ងៃច្រើនក៏ប៉ុន្តែវានៅតែជាបងប្អូនហើយក៏ពិតទៅនាងខ្ញុំដើរនៅក្នុងទីក្រុងដែរប៉ុន្តែដោយសារតែនេះគឺជាវីដេអូដែលខ្ញុំចេញពីក្រុងវិញពីទីក្រុងកូស្លាទៅផ្ទះវិញណាបងប្អូនហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវដែលនាងខ្ញុំត្រឡប់ទៅផ្ទះវិញព្រោះអីនៅក្នុងទីក្រុងហ្នឹងនាងខ្ញុំដើរអត់បានធ្វើវីដេអូដោយសារតែនាងខ្ញុំរវល់នឹកឃើញថាអត់បានចាប់អារម្មណ៍ធ្វើវីដេអូពេលដើរទៅនេះហ่ะបងប្អូនដើរទៅពួកអីខ្ញុំទៅថតរូបឲ្យកូនហើយនឹងទៅកន្លែងថតរូបហើយនឹងដើរទៅកន្លែងជួសជុលទូរស័ព្ទព្រោះទូរស័ព្ទខ្ញុំធ្លាក់បែកបងប្អូនតែអញ្ចឹងទៅនាងខ្ញុំអត់បានធ្វើវីដេអូទេតែបែកកញ្ចក់អញ្ចឹងហើយទៅពេលត្រឡប់មកផ្ទះវិញនាងខ្ញុំក៏នឹកឃើញធ្វើវីដេអូតាមផ្លូវតែម្ដងទៅទស្សនវិជ្ជាតាមផ្លូវនៅទីក្រុងកូស្លាក្នុងទីក្រុងហើយនឹងតាមជនបទអញ្ចឹងណាបងប្អូនហើយនឹងឆ្លៀតទៅផ្សារទិញអវ៉ាន់មិនតិចសម្រាប់របស់របរហូបអីចឹងទៅសម្រាប់ហូបចុកតិចតួចនឹងឯងហើយអញ្ចឹងហើយក៏នឹកឃើញថាធ្វើវីដេអូហើយនៅទីនេះឥឡូវហ្នឹងគឺថាវានិយាយរួមទៅវាថ្ងៃក៏ប៉ុន្តែវាត្រជាក់វានៅសល់10អង្សាជួនកាលទៅ6អង្សាវាឡើងចុះហ៎បងប្អូនជួនកាលទៅវា20អង្សាអញ្ចឹងទៅជួនកាល20អង្សាឧទាហរណ៍ថាអាទិត្យហ្នឹងចាប់ពី8 10អង្សារហូតដល់20អង្សាអញ្ចឹងទៅដល់ពេលអាទិត្យក្រោយគឺធ្លាក់ពីនៅសល់15អង្សាវិញអញ្ចឹងបងប្អូនតែពេលយប់គឺត្រជាក់ពេលយប់គឺដក3ដក4អង្សាអញ្ចឹងទៅហើយពេលព្រលឹមឡើងជួនកាលទៅដក1ដក2អង្សាអញ្ចឹងម៉ោង8ម៉ោង9ព្រឹកហ្នឹងគឺថាដក2អង្សាឬក៏0អង្សាអញ្ចឹងទៅហើយដល់គេថ្ងៃត្រង់អញ្ចឹងទៅក៏ឡើងរហូតដល់10អង្សា15អង្សាអញ្ចឹងទៅវាអត់ទៀងបងប្អូនវាដូររហូតអាកាសធាតុគឺដូរខ្លាំងរហូតដល់ពេលខ្លះយើងនេះណាយើងពេលខ្លះដូរចុះដូរឡើងគឺធ្វើឲ្យសុខភាពយើងវាក្មេងៗគាត់ឈឺគាត់នេះអត់បានលក្ខណៈថាអាកាសធាតុដូរលឿនពេកធ្វើឲ្យសុខភាពយើងនឹងវាអត់ស្វមពេលខ្លះអត់ទៅស្វមនឹងអាកាសធាតុផ្លាស់ប្ដូរខ្លាំងអញ្ចឹងណាបងប្អូនហើយអញ្ចឹងហើយវាពិបាកសម្រាប់យើងកូនខ្ញុំហ្នឹងព្រោះអាកាសធាតុដូរខ្លាំងឥឡូវគាត់មានអាការៈក្អកផ្ដាសាយក្អកអីចឹងទៅវាធ្វើឲ្យយើងមិនសូវស្រួលខ្លួនណាបងប្អូនហើយក៏ពិតពេលអាកាសធាតុមេឃគឺក្តៅល្អអញ្ចឹងណាគឺថាទោះជាវាមានលក្ខណៈថា10អង្សា12អង្សា15អង្សាអីហ្នឹងមានពលឺថ្ងៃអញ្ចឹងគឺវាមិនត្រជាក់ហើយក៏វាមិនក្តៅដែរហើយយើងអាចដើរទៅណាមកណាដោយសុបាយចិត្តណាប៉ុន្តែគាត់ថាពេលខ្លះបើសិនជាមានខ្យល់មកគឺយើងត្រជាក់វារៀងត្រជាក់អញ្ចឹងណាតែសម្រាប់ជនជាតិគេគឺគាត់ស៊ាំហើយគាត់នៅនឹងយូរក៏កើតនៅនឹងអីនៅនឹងគឺថាអាកាសធាតុត្រឹម10អង្សាជាង20អង្សាអីហ្នឹងហើយមានពលឺថ្ងៃអីគាត់ពាក់អាវដៃខ្លីហ៎បងប្អូនគាត់ពាក់អាវយឺតទេដើរពេញនឹងគាត់ដើរបដាឆ្កែឬក៏គាត់ដើរគាត់ជិះកង់លេងឬក៏គាត់ទៅដើរទៅកន្លែងណាផ្សេងអញ្ចឹងកន្លែងដូចថាដើរដំណើរកំសាន្តទៅទីណាអីអញ្ចឹងទៅគឺគាត់ដោះអាវអញ្ចឹងហើយគាត់ដោះអាវក្រៅចេញហើយគាត់ពាក់អាវក្នុងលក្ខណៈថាអាវដៃខ្លីហ៎បងប្អូនហើយអញ្ចឹងទៅ
ពេលខ្លះគាត់អង្គុយកន្លែងគាត់រដូចថាបានពលឺថ្ងៃអញ្ចឹងគឺគាត់អង្គុយហាក្តៅតែម្ដងតែវាមិនសូវជាក្តៅអីខ្លាំងទេព្រោះដោយសារតែដូចខ្ញុំនិយាយប្រាប់បងប្អូនពីមុនអញ្ចឹងតែវារៀងមិនក្តៅមិនត្រជាក់តែរៀងអង្គុយយូរទៅអត់មានខ្យល់ហើយបើសិនជា20អង្សាគឺពាក់អាវយឺតបានដែរបងប្អូនហើយអង្គុយហាក្តៅហ្នឹងទៅគឺកុំឲ្យតែមានខ្យល់វារៀងត្រជាក់បន្តិចបងប្អូនហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយដែលតែងតែចុច like share comment YouTube របស់នាងខ្ញុំផងដែរជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាដែលនាងខ្ញុំជិតដល់កន្លែងនាងខ្ញុំបាត់ចូលផ្សារហើយបងប្អូនហើយតាមផ្លូវគឺថាតាមផ្លូវហ្នឹងគឺថាកន្លែងខ្លះគឺមានផ្កាដុះមកហើយបងប្អូនមានផ្កានៅទីនេះមានផ្កាដុះមកគ្រប់កន្លែងបងប្អូនផ្កាហ្នឹងគឺគេអត់មានដាំទេបងប្អូនគឺវាដុះមកដោយធម្មជាតិតែម្ដងហើយវាដុះមកតិចអញ្ចឹងយើងមើលអត់សូវឃើញទេពេលដល់ខែ4ដើមខែ4អីហ្នឹងចូលដើមខែ4ពាក់កណ្ដាលខែ4អីគឺឃើញឆ្កាស់ហ្មងឃើញផ្កាដុះជុំតាមដងផ្លូវហ្នឹងហើយស្លឹកឈើអីដុះឡើងវិញហើយតែឥឡូវហ្នឹងគឺតន់ស្លឹកឈើវាទើបតែពកអត់តន់ដុះឡើងស្រួលបួលទេបងប្អូនអញ្ចឹងហើយវាយើងឃើញដូចដើមឈើហ្នឹងអត់តន់មានស្លឹកអញ្ចឹងណាព្រោះវាអត់តន់មានស្លឹកដុះឡើងវិញទេដូចនៅក្នុងរដូវ winter អញ្ចឹងនៅក្នុងរដូវត្រជាក់អញ្ចឹងណាបងប្អូនតែតាមពិតឥឡូវហ្នឹងគឺចូលដល់រដូវស្លឹកឈើរាស់ហើយបងប្អូនស្លឹកឈើលាស់ផ្កាចាប់ដើមដុះមកតិចអញ្ចឹងហើយផ្កាណាតូចវាដុះមកតិចហើយតដើមខែ4ហ្នឹងគឺថាផ្កាវារីកច្រើនតាមផ្លូវហ្នឹងគឺថាលឿងមានគ្រប់ពណ៌បងប្អូនអើយមានលឿងក្រហមមានអីចឹងតាមប្រភេទផ្កាហ្នឹងឯងហើយជាពិសេសសម្បូរជាងគេអាផ្កាថ្មិញតោគេនោះអាហ្នឹងគេអាចយកផ្កាហ្នឹងគេអាចយកទៅធ្វើជាសាឡាត់ឬក៏ធ្វើជាថ្នាំឬធ្វើជាតែញ៉ាំបានណាបងប្អូនហើយអាហ្នឹងវាដុះគ្រប់កន្លែងហ្មងគេអត់ដាំទេគឺដុះគ្រប់កន្លែងហ្មងឲ្យតែមានដីទនេគឺវាដុះគ្រប់កន្លែងអត់នេះទេអត់បាច់យើងទៅដាំនាំហត់ទេដូចថាក្នុងវងមូលនេះអញ្ចឹងមានស្មៅហ្នឹងគឺតែងតែមានផ្កាហ្នឹងដុះមកខ្លួនឯងតែម្ដងមានផ្កាអាថ្មិញតាវនឹងឯងហើយគេយកទៅធ្វើជាសម្លម្ជូរគ្រឿងឆ្ងាញ់ណាបងប្អូននៅទីនេះហើយបន្តិចទៀតហ្នឹងនឹងដុះមមែងពួកអីនៅខាងក្រោយផ្ទះនាងខ្ញុំហ្នឹងក៏មានដុះមមែងព្រៃដែរបងប្អូនមមែងព្រៃមមែងអាឡម៉ង់ណាបងប្អូននៅស្រុកនេះតែបន្តិចទៀតដល់ពេលដុះមមែងអាឡម៉ង់ហើយនៅមានមមែងអាឡម៉ង់ហ្នឹងគឺយើងយកទៅធ្វើជ្រក់ឆ្ងាញ់អត់ចាញ់មមែងយើងទេបងប្អូនអើយនេះឥឡូវមុនហ្នឹងខ្ញុំចតចូលផ្សារទិញអីវ៉ាន់ហើយគឺខ្ញុំឥឡូវនេះគឺជាទស្សនវិជ្ជាតាមភូមិបងប្អូនតាមភូមិមកពីផ្សារវិញគឺនេះគឺជាទស្សនវិជ្ជាតាមភូមិតាមផ្លូវដែលនាងខ្ញុំទៅផ្ទះរបស់នាងខ្ញុំតាមផ្លូវហ្នឹងគឺថាហើយដល់ពេលដល់ខែហ្នឹងគឺថាសូម្បីតែសัตว์ក៏មានច្រើនដែរបងប្អូនសัตว์ស្លាប់ពេលខែត្រជាក់អញ្ចឹងវាហោះទៅខាងទ្វីបអាហ្វ្រិកពួកអីខាងនោះវារៀងក្តៅដល់ពេលដល់ខែរដូវស្លឹកឈើលាស់អញ្ចឹងគឺថាពពួកសត្វស្លាប់ទាំងអស់ហ្នឹងគឺវាហោះមកវិញហើយវាហោះមកក្នុងទ្វីបអឺរ៉ុបវិញហើយវាគឺថាសម្បូរសត្វគ្រប់ប្រភេទបងប្អូនមានតូចមានធំគឺថាមានទាមានកងានអីចឹងទៅមានសត្វស្លាបមានគ្រប់ប្រភេទមានតូចមានធំមានអូនិយាយទៅនៅទីនេះគឺសម្បូរសត្វណាស់បងប្អូនអើយហើយនៅទីនេះគេមិនដូចជាបើសិនជានៅក្នុងតាមព្រៃហ្នឹងភាគច្រើនតែយប់ឡើងហ៊ានទៅបើកឡានមិនស្រួលអាចប៉ះនឹងសត្វហើយមានសត្វពពួកក្តានជ្រូកព្រៃហើយនឹងស្អីគេ
ពីដូចទុនសាយតែធំហ៎បងប្អូននៅទីនេះគេមានអាទុនសាយគេហៅផ្សេងហើយអាសត្វនឹងដូចទុនសាយហ្នឹងគេហៅផ្សេងឈ្មោះវាផ្សេងជាងគ្នាអញ្ចឹងណាហើយធំហើយនៅទីនេះគេអត់ហូបសត្វទេសត្វព្រៃគឺគេអត់ហូបទេគេអត់ហូបទេគេហូបភាគច្រើនតែមន់ទាដែលនៅក្នុងផ្សារតែបើថាឲ្យទៅបាញ់សត្វព្រៃចាប់សត្វព្រៃនឹងយកមកនេះហ្នឹងគឺអត់ទេគឺអត់មានអ្នកណាហូបទេគេទៅបាញ់ហូបចឹងទេហើយសំបីតែត្រីនៅក្នុងបឹងនៅចិត្តផ្ទះអីហ្នឹងក៏គេអត់ហូបដែរភាគច្រើនគឺទិញពីផ្សារមកគេអត់ឃើញបើសិនជាយើងឃើញអាចដូចថាមិនដូចនៅស្រុកយើងតែឃើញសត្វអីហ្នឹងតែតំណងអីត្រូវដូចថាបើសិននៅទីនេះអាចហូបបានលុះត្រាតែឧទាហរណ៍ថាសត្វនឹងស្លាប់ចឹងសត្វនឹងដូចថាមានអបតហេតុអីមួយចឹងទៅងាប់ចឹងទៅហើយក៏ខាងគេអាចឲ្យយើងហូបបានយើងហូបទៅតែបើសិនជាខាងគេខ្លះទៀតគឺគេអត់ហូបទេតែភាគច្រើនគេមិនសូវហូបទេសត្វព្រៃហ្នឹងនេះម្លុកហ្នឹងបងប្អូនកន្លែងហ្នឹងយប់ឡើងតែយើងបើកឡានយើងត្រូវតែប្រុងប្រយ័ត្នព្រោះអីវាមានសត្វធំក្តាន់មានប៉ប៉ែមានឈូកព្រៃអីហ្នឹងរត់ពេញហ្នឹងបុកឡានយើងឥឡូវហ្នឹងនិយាយអញ្ចឹងឯងអញ្ចឹងហើយវាមានសត្វស្លាបប្រភេទច្រើនប្រភេទមែនតែនហ្មងគឺនេះច្រើនប្រភេទសត្វដែលយើងធ្លាប់ឃើញអីហ្នឹងគឺមានគ្រប់ប្រភេទតែម្ដង